បាទហើយបងប្អូននឹងថ្ងៃយើងចាប់ដើមមេរៀនយើងបន្តទៀតចំនួនគុតដដែលណាក៏ប៉ុន្តែថ្ងៃហ្នឹងយើងរៀនអំពីលំដាប់របស់ចំនួនគុតបាទអញ្ចឹងដល់ចំនួនគុតគ្រូផ្ដោតទៅលើ3 4ករណីបាទឥឡូវនេះយើងរៀនតែមួយករណីសិនគឺករណីចំពោះកន្សោមលេខមានតែប្រមាណវិធីបូកហើយនឹងដកបាទកន្លែងហ្នឹងបងប្អូនត្រូវតាមដានចាប់ពីចំណុចហ្នឹងទៅបងប្អូនត្រូវចាំតាមដានឲ្យមែនទេព្រោះវាមានការប្រើប្រាស់សញ្ញាណាតែកាលណាយើងអត់ប្រើប្រាស់ឲ្យបានត្រឹមត្រូវទេគឺយើងមិនអាចធ្វើលេខទូទៅនឹងត្រូវទេអូខេណាតោះយើងខ្ញុំឧទាហរណ៍ចំពោះករណីមួយគឺចំពោះកន្សោមលេខមានតែប្រមាណវិធីបូកនឹង10បាទពេលថាកន្សោមហ្នឹងវាមានចាប់ពី2តួ3តួ4តួឡើងទៅហ្នឹងកន្សោមលេខបាទតោះនេះបងបាទតោះឥឡូវយើងឧទាហរណ៍ណាឧទាហរណ៍បាទបាទខ្ញុំដាក់លំហាត់ឧទាហរណ៍លំហាត់មកទៅបាទលោកមានកខ្ញុំកាត់មកនេះណាបាទក2 បូក4ដក9ដក5បូក3បាទហ្នឹងគេហៅថាជាកន្សោមលេខបងណាជាកន្សោមលេខបាទកន្សោមលេខនេះវាអត់មានមុខកញ្ចក់មានអីទេណាយកអ្នកនរគ្នាទៅច្បាស់ណាចំពោះកន្សោមលេខមានតែប្រមាណវិធីបូកហើយនឹងដកអញ្ចឹងបងមើលតែបូកដកអញ្ចឹងទៅបាទមានទៀតប៉ុន្តែគ្រូដាក់ទៅតាមហ្នឹងទៅបាទអញ្ចឹងចំពោះកន្សោមលេខមានតែប្រមាណវិធីបូកនិងដកគឺគេធ្វើប្រមាណវិធីពីឆ្វេងទៅស្ដាំគេតោះអញ្ចឹងយើងបានមក2ណា2 4ដក2បូក4បាន8ចឹងទេបាទអញ្ចឹងយើងស្មើ8ពេលនេះយើងអត់ទាន់កណនីវាអញ្ចឹងយើងដាក់មកវិញសិនមកខ្ញុំធ្វើមួយដើម្បីបងងាយស្រួលមើលអញ្ចឹងដក9ដក5បូក3ឲ្យបងប្អូនចេះហើយធ្វើប្រមាណទីយកតែម្ដងទៅបាទមកដល់ចំណុចនេះ8ដក9 8ដក9កើតទេបាទយើងដកកើតណាដកកើតគឺចំនួនអវិជ្ជមានណា8ដក9ស្មើដក1បាទដក1នៅសល់ដក5ដែលយើងទាន់ទូទាត់ហើយនឹងបូក3យើងអត់ទាន់ទូទាត់មិនបានស្មើដក1ទាំងអស់គ្នាបាទយើងប្រើវិធីសម្រួលសញ្ញាយើងមើលណាក្នុងឧទាហរណ៍មើលខាងនេះមកបាទ8ជាចំនួនវិជ្ជមានអញ្ចឹងទេចឹងតំណាងឲ្យសញ្ញាបូក1 2 3 4 5 6 7 8ចឹងដកនេះដក9ជាតំណាងឲ្យចំនួនអវិជ្ជមាន1 2 3 4 5 6 7 8 9អត់ទេបូកដកអស់ហើយនេះសម្រួលនេះអស់ពុះចោលអញ្ចឹងវាសល់អីគេវាសល់ដក1អញ្ចឹងណាអញ្ចឹងនេះឆ្លងខ្ញុំបានដក1ដក5បូក3ឃើញទេអញ្ចឹងយើងទូទាត់បន្តទៀតមកដក1ដក5ស្មើប៉ុន្មានមានដក1ហើយយើងមានដក5ទៀតគឺស្មើដក6អញ្ចឹងយើងធ្វើដើមដក1អញ្ចឹងទេយើងមានដក5បន្ថែមដក5ទៀត1 2 3 4 5រាប់មើលបានរាប់មើល6ទេអញ្ចឹងបានដក5 1បូក3បាទយើងមកធ្វើទៀតដក6បូក3ស្មើបានដក6បូក3បាទអញ្ចឹងសញ្ញាផ្ទុយគ្នាយើងធ្វើម៉េចគឺយើងយកលេខដកលេខរក្សាសញ្ញាតាមលេខធំបាទអញ្ចឹងនេះដកនេះបូកអញ្ចឹងសញ្ញាផ្ទុយគ្នាចឹងណាអញ្ចឹងយកលេខដកលេខមានន័យថាយក6ដក3នៅសល់3នៅសល់3អញ្ចឹងសញ្ញាដល់លេខ6គឺសញ្ញាអីសញ្ញាដកអញ្ចឹងយើងដាក់មកដក3តោះនេះកន្លែងណាបាទបងអូនអត់ទាន់បងអាចខមមិនសួរលោកនឹងឆ្លើយបងអូននៅក្នុងខមមិនឬក៏លោកបញ្ជាក់ក្នុងតាមរយៈការធ្វើវីដេអូអរគុណជួបគ្នានៅវីដេអូក្រោយ